ជំរាបសួរបងប្អូនទាំងអស់គ្នាតោះថ្ងៃហ្នឹងមកញ៉ាំនៅមួយចុកនៅមុខវាំងនេះគឺជាសម្លការីមើលទៅនិយាយទៅរសជាតិអែមមែនតើចាមានសម្លការីហើយនិងសម្លប្រហើរចាដាក់ទៅហើយដាក់ទីបកខៀវហើយយើងបន្តដំណើរមកមើលបនភូមិចាគឺកន្លែងលក់នំបញ្ចុកនៅមុខវាំងយើងហ្នឹងចាផ្សារនំបញ្ចុកចាបងប្អូនយើងលក់ច្រើនមែនតើចាសិតទៅនំបញ្ចុកបងប្អូនចង់ញ៉ាំអ្នកលក់មួយណាក៏បានដែរចាមាននំបញ្ចុកបន្លែស្រស់ទឹកសម្លប្រហើរទឹកសម្លការីជាច្រើនចាមានភេសជ្ជៈមានអីជាច្រើននិយាយទៅអ្នកលក់នំបញ្ចុកច្រើនមែនតើចាវិញនិយាយទៅដូចផ្សារនំបញ្ចុកហ្មងតោមណាក៏សិតតែជាលក់នំបញ្ចុកស្អាតឆ្ងាញ់ដែរមួយចានតែ5000ទេបងប្អូនអាចចង់ញ៉ាំតូបមួយណាក៏បានដែរចាឃើញបងប្អូនយើងចូលរួមមកលេងកំសាន្តផ្លូវថ្មើរជើងពីមុនមានឈ្មោះថាផ្លូវថ្មើរជើងឥឡូវយើងដូរមកដាក់ផ្លូវថ្មើរជើងចាក់ទៅមុខហើយចាឃើញទេបងប្អូនឃើញបងប្អូនយើងមកលេងច្រើនមែនតើមកលេងនៅផ្លូវថ្មើរជើងចាក់ទៅមុខយើងអាចដើរកំសាន្តទៅតាមដងផ្លូវចានិយាយទៅអារម្មណ៍របស់ខ្ញុំវិញសម្រាប់ការដើរ warm strip ឬក៏ដំណើរផ្លូវថ្មើរជើងចាក់ទៅមុខនេះគឺមានអារម្មណ៍ថាដូចដើរលេងបុណ្យអុំទូកចឹងមនុស្សច្រើនមែនតើចាមនុស្សច្រើនខ្លាំងហ្មងអារម្មណ៍របស់ខ្ញុំឯនេះដូចមកលេងបុណ្យអុំទូកចឹងហើយគេមានចាក់មីក្រូចម្រៀងអីចឹងដូចបុណ្យអុំទូកចឹងមនុស្សច្រើនណាមនុស្សច្រើនមែនតើចាគឺគេបើកដំណើរការលេងសម្រាប់ថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យចាមនុស្សច្រើនណាទាំងខ្ញុំទាំងគេទាំងបងប្អូនយើងចានេះអ្នករួមដំណើរឬក៏កាមេរ៉ាមែនចាមកនោះបន្ទាប់ពីញ៉ាំនំបញ្ចុកហើយមានកម្លាំងហើយយើងដើរបន្តទៅមុខយើងមកដល់មុខវត្តអាណាឡោមនេះមានដូចជាខាងភ្លេងម្នាក់គាត់កេះហ្គីតាហើយបើសិនជាយើងមានចំណាប់អារម្មណ៍ចង់ច្រៀងអីអាចច្រៀងបានចង់ច្រៀងបទអីក៏បានដែរអាចខ្មងគាត់បានហើយគាត់កេះភ្លេងឲ្យហើយគាត់មានជាប្រអប់មួយជាសប្បុរសធម៌បើសិនជាយើងចង់ជួយបរិច្ចាគគាត់ចង់ជួយគាត់អាចដាក់នៅក្នុងប្រអប់នោះបានចាចង់ច្រៀងបទអីក៏បានដែរគាត់កេះភ្លេងឲ្យទាំងអស់ចានេះអ្នកចម្រៀងអូខ្ជូតហើយស្អាតហើយច្រៀងព្រោះទៀតចាច្រៀងព្រោះខ្លាំងហ្មងបើសិនជាចង់ច្រៀងអាចមកច្រៀងនៅមុខវត្តអាណាឡោមបានចាអ្នកភ្លេងពងកេះហ្គីតាហ្នឹងចាហើយអ្នកមើលច្រើនមែនតើមើលឡើងជុំវិញហ្មងចង់ច្រៀងបទអីអាចខមងគាត់បានគាត់បទអីក៏គាត់ចេះដែរទាំងបទសម័យឬក៏បទបុរាណគាត់កេះតាមហ្គីតារបស់គាត់ចឹងណាហើយគាត់បង្ហាញអត្តសញ្ញាណខ្មែរគាត់ពាក់មួកថ្នោតចាហើយយើងមកដល់កន្លែងនេះវិញគឺតាក់ទងនឹង hip hop ចាគឺមានក្មេងៗក៏ដូចជាអ្នកខ្ញុំមិនដឹងថាជាសិល្បករឬក៏ជាយ៉ាងម៉េចទេប៉ុន្តែដឹងថាគាត់រាំទាំងបទ K-pop បទ hip hop បទកូរ៉េបទអីផ្សេងនិយាយទៅបកាយមែនតើពួកគាត់ហាត់ណាហើយគាត់មករាំនៅនឹងគឺស្រស់គ្នាមែនតើចារាំមើលទៅយ៉ាងរស់រវើកតែម្ដងចាតតង K-pop ទៅសារពួកគាត់បកាយហាត់ណារាំដូចគ្នាមែនតើចាហើយមនុស្សមើលច្រើនណាម្លងជុំវិញគាត់តែម្ដងគាត់ខ្វល់ទេគាត់ដឹងតែច្រៀងដឹងតែរាំហើយយើងមកដល់កន្លែងនេះវិញគឺដល់កន្លែង10000រៀល10000នាក់គឺគេមានរៀបចំកម្មវិធីសប្បុរសធម៌ចាមានតារាចម្រៀងច្រៀងហើយមកដល់កន្លែងនេះវិញគឺពិសេសមែនតើចាគឺកន្លែងរាំឡាំថនឬក៏យើងហៅថារាំភ្លេងខ្មែរណាបទភ្លេងខ្មែរមានត្រចបៃស្គរអីហ្នឹងយើងអាចចូលរួមលេងកម្សាន្តបានអរគុណសម្រាប់ការទស្សនាវីដេអូអរគុណជួបគ្នាវីដេអូក្រោយ